សាលាអន្តរជាតិអាមេរិកកាំងប៉ាស៊ីហ្វិករៀបចំពិធីសម្ដែងសមត្ថភាពប្រចាំឆ្នាំនិងប្រគល់សញ្ញាបត្របញ្ចប់ការសិក្សាឆ្នាំសិក្សា2025-2026សាលាអន្តរជាតិអាមេរិកកាំងប៉ាស៊ីហ្វិក American Pacific International School API ដែលស្ថិតក្រោមដំបូលស្ថាប័នអប់រំ NTC Group បានរៀបចំពិធីសម្ដែងសមត្ថភាពប្រចាំឆ្នាំនិងពិធីប្រគល់សញ្ញាបត្របញ្ចប់ការសិក្សាឆ្នាំសិក្សា2025-2026ជូនសិស្សានុសិស្សរបស់ខ្លួនប្រកបដោយបរិយាកាសអធិកអធមនិងពោរពេញដោយភាពសប្បាយរីករាយនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាកូរ៉េ CKCC រាជធានីភ្នំពេញនាព្រឹកថ្ងៃទី11ខែមិថុនាឆ្នាំ2026ពិធីនេះបានប្រព្រឹត្តទៅក្រោមវត្តមានថ្នាក់ដឹកនាំស្ថាប័នគណៈគ្រប់គ្រងសាលាលោកគ្រូអ្នកគ្រូមាតាបិតាអាណាព្យាបាលភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិព្រមទាំងសិស្សានុសិស្សជាច្រើនរូបដែលបានអញ្ជើញចូលរួមអបអរសាទរនិងលើកទឹកចិត្តដល់សិស្សានុសិស្សដែលបានខិតខំប្រឹងប្រែងសិក្សាពេញមួយឆ្នាំកន្លងមកក្នុងឱកាសនោះលោក Brent Luyten នាយកសាលាអន្តរជាតិអាមេរិកកាំងប៉ាស៊ីហ្វិកបានមានប្រសាសន៍ថាថ្ងៃនេះគឺជាថ្ងៃដ៏មានសារៈសំខាន់និងជាថ្ងៃនៃការផ្លាស់ប្ដូរដ៏មានន័យសម្រាប់សិស្សានុសិស្សគ្រប់កម្រិតសិក្សាលោកបានលើកឡើងថាពិធីនេះត្រូវបានរៀបចំឡើងដើម្បីអបអរសាទរសមិទ្ធផលនិងដំណើររីកចម្រើនរបស់សិស្សចាប់ពីសិស្សមត្តេយ្យសិក្សាដែលកំពុងឈានចូលដំណាក់កាលសិក្សាថ្មីសិស្សថ្នាក់ទី6ដែលត្រៀមបន្តទៅកម្រិតមធ្យមសិក្សាសិស្សថ្នាក់ទី10និងទី11ដែលកំពុងឈានចូលដំណាក់កាលសិក្សាដ៏សំខាន់និងជាពិសេសសិស្សថ្នាក់ទី12ដែលបានបញ្ចប់ការសិក្សានិងត្រៀមឈានចូលទៅកាន់ដំណាក់កាលថ្មីនៃជីវិតលោក Brent Luyten បានបញ្ជាក់ថាគោលបំណងសំខាន់នៃការអប់រំមិនមែនគ្រាន់តែផ្ដល់ចំណេះដឹងឬលទ្ធផលសិក្សាល្អប៉ុណ្ណោះទេប៉ុន្តែជាការកសាងបុគ្គលិកលក្ខណៈគុណធម៌និងតម្លៃជីវិតរបស់សិស្សានុសិស្សដែលនឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ភាពជោគជ័យរបស់សិស្សានុសិស្សនាពេលអនាគតលោកក៏បានសម្ដែងនូវមោទនភាពចំពោះការរីកចម្រើនរបស់សិស្សានុសិស្សទាំងអស់និងលើកទឹកចិត្តឲ្យពួកគេបន្តខិតខំអភិវឌ្ឍខ្លួនទាំងផ្នែកចំណេះដឹងជំនាញនិងសីលធម៌ដើម្បីក្លាយជាពលរដ្ឋសកលដែលមានគុណភាពនិងអាចរួមចំណែកដល់ការអភិវឌ្ឍសង្គមនាពេលអនាគតលោកបានបន្ថែមថាសាលាតែងតែយកចិត្តទុកដាក់ក្នុងការផ្តល់ការអប់រំប្រកបដោយគុណភាពនិងស្តង់ដារអន្តរជាតិដោយផ្ដោតលើការអភិវឌ្ឍទាំងចំណេះដឹងជំនាញជីវិតសីលធម៌និងភាពជាអ្នកដឹកនាំដើម្បីឲ្យសិស្សអាចប្រកួតប្រជែងនិងទទួលបានជោគជ័យក្នុងពិភពលោកដែលកំពុងផ្លាស់ប្ដូរយ៉ាងឆាប់រហ័សជាមួយគ្នានេះផងដែរកម្មវិធីសម្ដែងសមត្ថភាពប្រចាំឆ្នាំត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្ហាញពីទេពកោសល្យនិងសមិទ្ធផលសិក្សារបស់សិស្សានុសិស្សដែលបានខិតខំអភិវឌ្ឍខ្លួនពេញមួយឆ្នាំសិក្សាការសម្ដែងមានភាពចម្រុះនិងទាក់ទាញរួមមានការរាំច្រៀងល្ខោនខ្លីការនិយាយជាសាធារណៈការសម្ដែងវប្បធម៌និងការបង្ហាញគម្រោងសិក្សាផ្សេងៗដែលបានឆ្លុះបញ្ចាំងពីភាពច្នៃប្រឌិតទំនុកចិត្តនិងសមត្ថភាពដ៏លេចធ្លោរបស់សិស្សក្នុងឱកាសនោះដែរថ្នាក់ដឹកនាំសាលាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមាតាបិតាអាណាព្យាបាលក៏ដូចជាថ្នាក់ដឹកនាំដែលបានផ្ដល់ទំនុកចិត្តនិងគាំទ្រដល់បេសកកម្មរបស់សាលាក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយចំណេះដឹងសីលធម៌ទំនួលខុសត្រូវសង្គមនិងភាពជាអ្នកដឹកនាំសម្រាប់អនាគតគួរបញ្ជាក់ថាស្ថាប័នអប់រំ NTC Group នៅតែបន្តបដិញ្ញាចិត្តយ៉ាងមុតមាំក្នុងការបណ្ដុះបណ្ដាលសិស្សានុសិស្សស្របតាមបាវចនាគុណភាពវិន័យសេវាកម្មដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យអប់រំនៅកម្ពុជាឲ្យកាន់តែរីកចម្រើននិងឆ្លើយតបទៅនឹងតម្រូវការធនធានមនុស្សក្នុងសតវត្សទី21